20 ឆ្នាំមកនេះអ្នកមានទ្រព្យសម្បត្តិនាំមុខគេរាប់រយលានមិនហៅអ្នកផ្ទះទៅទទួលពិតមែនឬហើយទៅធ្វើអី20ឆ្នាំមិនដែលត្រឡប់មកវិញខ្ញុំចង់ឃើញមុខមាត់សាច់ញាតិដែលខ្ញុំគោរពស្រឡាញ់ទាំងនេះថាពួកគេមានទឹកមុខបែបណាទុកឡានត្រឹមមាត់ភូមិចុះខ្ញុំដើរចូលខ្លួនឯងនោះមិនមែនជាថៅកែធំដែលបាត់ខ្លួន20ឆ្នាំមែនទេមិនក៏ធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងត្រឡប់មកវិញហើយហោនៅមានមុខត្រឡប់មកវិញទៀតកាលនោះបើព្រមយកកូនស្រីពិការរបស់លោកប្រធានទៅប្រហែលជាសន្សំសំចៃបាន30ឆ្នាំហើយនេះចេះតែចង់ទៅបាត់មុខគេឯង20ឆ្នាំមិនដែលលេចមុខថ្ងៃនេះត្រឡប់មកស្លាប់ស្អីនៅទីនេះបងថ្លៃខ្ញុំគ្រាន់តែរកស៊ីខាតបងបន្តិចបន្តួចប៉ុណ្ណោះឈប់មកទៅនរណាជាបងថ្លៃឯងមកដល់ភ្លាមចង់ខ្ចីលុយឯងស្មានថាផ្ទះខ្ញុំជាកន្លែងធ្វើបុណ្យឬទៅឲ្យឆ្ងាយបំផុតទៅវីខែងបិទទ្វារទៅបងថ្លៃថាអត់ឲ្យខ្ចីទេអញអាចនៅឲ្យឆ្ងាយពីឡានខ្ញុំបន្តិចបានទេបើឡានខ្ញុំមានស្នាមឯងមានលុយសងទេពូនេះមែនទេអាបងប្រុសអត់ប្រយោជន៍ដែលបាត់ដំណឹង20ឆ្នាំនោះមិនក៏មើលទៅដូចអ្នកសុំទាញយ៉ាងនេះបងប្រុសអីខ្ញុំមិនហ៊ានរាប់ញៀតជាមួយទេ20ឆ្នាំហើយស្លាប់នៅខាងក្រៅទៅក៏ល្អដែរត្រឡប់មកវិញភ្លាមចង់មកបិទឈាមអ្នកផ្ទះវិញមកនិយាយសុំ50000ឯងមានសមត្ថភាពអីយកអីទៅសងគេចង់និយាយរឿងការពីអតីតកាលថាអ្នកណាជាអ្នកបញ្ជូនឯងឲ្យរៀនមហាវិទ្យាល័យជប់និយាយរឿងចាស់ទៅអត់លុយទេកុំមកធ្វើជាចាស់ទុំអីទៅឲ្យផុតបើមិនទៅវិញទេខ្ញុំឲ្យសន្តិសុខមកបំបាក់ជើងឯងទាំងពីរចោលអាសម្រាមថុយគ្មានលុយ1 សេនទេកុំមកក្បែរទៅឲ្យឆ្ងាយទៅអូនសម្លាញ់ផ្ទះវីឡាដ៏ប្រណិតរបស់យើងនេះពិតជាអស្ចារ្យមែនចាស់ក៏ព្រោះតែបងជាអ្នកទិញឲ្យដែរតើជុះស្ងាត់បងសុំទទួលទូរស័ព្ទបន្តិចអាឡូលោកខ្វែងបាទខ្ញុំបានទទួលប្រាក់កក់500000រួចហើយរសៀលនេះនឹងដឹកទំនិញទៅជូនលោកមិនបាច់បារម្ភទេអូនសម្លាញ់យើងទៅយប់នេះយើងទៅញ៉ាំអាហារលោកខាងលិចលើដំបូលផ្ទះបង្កើតបរិយាកាសរ៉ូមែនទិកបន្តិចទៅយកពងបើកឡានស្ពណ៌ថ្មីរបស់បងទៅណាបងប្រុសខេងសេព្រះអើយ20ឆ្នាំមកនេះបងទៅឯណាអស់ទៅមិនបានខ្លាចជាសភាពដូចជាអ្នកសុំទានបែបនេះរឿងវាមិនមែនអីចឹងទេមុននេះបងដើរដួលក្នុងភពបន្តិចបន្តួចទៅដួលក្នុងភពខ្ញុំថាបងទំនងជាធ្លាក់ចូលក្នុងសម្បុកអ្នកសុំទានហើយមើលទៅស្អុយណាស់បងរៀបការទិញផ្ទះសម្បែងទាំងនេះបែរជាមិនប្រាប់បងប្រុសមួយម៉ាត់សោះបងប្រុសនេះមិនមែនកំហុសខ្ញុំទេពេលបងទៅរកស៊ីដាច់ការតាក់ទងមិនបានតើឲ្យខ្ញុំទៅរកបងណៃណានេះជាប្អូនថ្លៃស្រីឈ្មោះយ៉ាមីមែនហើយមិញនេះបងស្រីធំនិងបងស្រីទី2បានខលមកខ្ញុំពួកគាត់និយាយថាបងទៅខ្ចីលុយពួកគាត់មែនទេមែនពួកគាត់មិនត្រឹមតែមិនឲ្យខ្ចីទេថែមទាំងឲ្យបងថ្លៃប្រុសដេញខ្ញុំចេញទៀតផងធ្វើអីមិនសមគួរពិតជាធ្វើអីមិនសមគួរមែនបងប្រុសបងមានការលំបាកមិនមករកប្អូនដោយផ្ទាល់ទៅតើប្អូនជាមនុស្សភ្លេចគុណគេកាលពីមុនថ្លៃសិក្សារបស់បងស្រីធំនិងបងស្រីទី2មិនមែនសុទ្ធតែបានមកពីការលះបង់របស់បងទេបងបានលះបង់យ៉ាងធំធេងម្លេះកាលពីមុននោះប្អូនប្រុសឃើញបងជួបទុក្ខលំបាកបែបនេះប្អូនឯងអាចឈរមើលបានដោយរបៀបណាប្រាប់មកត្រូវការប៉ុន្មានទោះបីត្រូវលក់សម្បត្តិអស់ពីផ្ទះក៏ប្អូននឹងជួយបងដែរជាងជឿបានឬប្អូននិយាយបែបនេះបងពិតជាមិនខកបំណងដែលស្រឡាញ់ប្អូនមែនបងអស់ខ្លួនហើយត្រឡប់មកវិញលើកនេះចង់ខ្ចីលុយប្អូន10000យកទៅបើកតូបលក់អាហារពេលព្រឹកនៅភូមិ10000នឹងឬបងកំពុងមើលងាយប្អូនហើយបើគេដឹងរឿងនេះគេមិនចង្អុលមុខប្អូនថាអុកតេញ៉ូទេស្ដាប់ណាទើបតែទទួលបានលុយពីលោកហ្វាង5សែនចុងក្រោយនេះប្អូននឹងផ្ទេរឲ្យបងទាំងអស់ឥឡូវនេះដើម្បីឲ្យបងបានងើបមុខឡើងវិញជាងជឿអូនពិតជាប្អូនប្រុសល្អរបស់បងមែនបងមិនខុសទេដែលទុកចិត្តអូនបងប្រុសផ្ទេរឲ្យរួចរាល់ហើយទទួលយកទៅប្រាក់កក់ចំណែករបស់ខ្ញុំនេះគ្រប់គ្រាន់ឲ្យបងចាប់ផ្ដើមជីវិតថ្មីហើយជាងជឿហេតុអីបានលុយមានតែ$5តើចុចលេខខុសឬខុសត្រង់ណាទៅគឺមិនខុសសំបីតែមួយលេខឡុងសឹងចាស់ដូចបងគិតថាខ្លួនឯងនៅជាថៅកែធំដូចកាលពីមុនមែនទេខ្ញុំឲ្យលុយ5សែនទៅបងកុំស្រមៃឲ្យសោះពេលបងមានលុយបងជាបងប្រុសខ្ញុំពេលគ្មានលុយបងមិនសំបីតែឆ្កែតាមផ្លូវផងឥឡូវបងគ្រាន់តែជាបន្ទុកដែលគ្មានតម្លៃសម្រាប់ខ្ញុំនៅមករកតួអង្គកំសត់នៅចំពោះមុខខ្ញុំទៀតថុយបងថ្លៃបងពិតជាឆ្លាតមែនកុំឲ្យអ្នកសុំទាននេះមកក្បែរយើងឲ្យសោះកាលនោះឯងវាល្ងងធ្វើអំពើល្អមិនព្រមប្រាប់ឈ្មោះឥឡូវអ្នកភូមិណាខ្លះមិនដឹងថាផ្ទះវីឡារបស់បងស្រីធំនិងបងស្រីទី2គឺខ្ញុំយ៉ែងថែងជាអ្នកទិញឲ្យឯងវាស្អីគេទៅលុយបន្តិចបន្តួចនឹងយកទៅចុះក្រោយមកគុំមកទីនេះទៀតពិតជាសៃមែនល្អពិតជាកសាច់ឈាមក៏មែនណាពិតជាមនុស្សដែលចេះតែគោរពតែអ្នកមានបុណ្យស័ក្តិមែនក្នុងនៅពេលដែលពួកអ្នកស្អប់ខ្ញុំថាក្រីក្រនោះចាប់ពីពេលនេះទៅកុំសង្ឃឹមថាខ្ញុំនឹងទទួលស្គាល់សាច់ញាតិជាមួយអ្នកណាឲ្យសោះបងឆេងពិតជាបងមែនទេបងឆេង20ឆ្នាំមកនេះបងទៅណីណាជីវប្អូន
ហើយអ្វីប្អូននៅតែរើសអេតចាយនៅក្នុងភូមិទៀតខ្ញុំរងចាំបងរហូតមកបងឆេងហេតុអ្វីបងខ្លាយទៅជាបែបនេះអ្នកណាធ្វើឲ្យខោអាវបងសាំបែបនេះពិភពខាងក្រៅវាខុសខើណាស់ក្រុមហ៊ុនបងត្រូវគេកំទេចចោលអស់ហើយឥឡូវបងគ្មានអ្វីសល់ទេសុំទោសណាឈីបងធ្វើឲ្យប្អូនខ្មាស់គេហើយបងទៅវិញចុះទៅណាបងចង់ទៅណាហាមទៅក្រុមហ៊ុនអស់អាចបើកថ្មីបានឲ្យតែបងនៅទីនេះជាមួយខ្ញុំទីនេះជាផ្ទះរបស់បងហើយមិនថាជួបទុក្ខលំបាកអ្វីទេអូននឹងរួមសុខរួមទុក្ខជាមួយបងពួកជាងហ្វឹងនឹងក្រៅពីមិនព្រមឲ្យបងខ្ចីលុយសំបីតែមួយសេនថែមទាំងដេញបងចេញដូចជាដេញឆ្កែទៀតផងឈូពេលនេះបងត្រូវការលុយខ្លាំងណាស់ចុះពួកមនុស្សហមើគុណទាំងនោះវិញកុំទៅសុំគេអីបងសឹងតាបងត្រូវការលុយប៉ុន្មានឲ្យតែអូនមានអូននឹងឲ្យបងទាំងអស់បងគ្រាន់តែចង់ខ្ចីលុយអូន5,000 យន់ប៉ុណ្ណោះឈូត្រឹមតែ5,000 យន់នឹងបងរងចាំសិនទៅអូននឹងទៅយកមកឲ្យលើនេះជាងហ្វឹងជាងស៊ូងជាងឈៀងរួមទាំងវៃឈៀងនិងចាវលីពួកតិរិឆានអស់នេះសំបីតែអ្នកក្រៅក៏មិនធ្វើអាក្រក់បែបនេះដែរក្នុងការបើអ្នកទាំងឡាយមិនស្មោះត្រង់នឹងខ្ញុំក៏កុំបន្ទោសថាខ្ញុំខូខើឲ្យសោះលុយរាប់រយលានក្នុងកាបូបនេះពួកវាគ្មានសំណាងបានប្រើប្រាស់វាទេថ្ងៃនេះខ្ញុំនឹងផ្ដល់ឲ្យឈូទាំងអស់ប្រធានក្រុមប្រឹក្សាភិបាលតើមានអ្វីឲ្យខ្ញុំចាត់ការដែរឬទេទៅបញ្ជីចុះមុនប្រឡប់ថ្ងៃនេះត្រូវដកហូតអចលនទ្រព្យទាំងអស់របស់ជាងហ្វឹងនិងជាងស៊ូងកាត់ផ្ដាច់ខ្សែរនលុយរបស់ពួកវាឲ្យអស់ខ្ញុំចង់ឲ្យពួកវាគ្មានផ្ទះសម្បែងនៅយប់នេះហើយទៅដាច់បាយសុំទានគេបងសឹងនេះជាលុយដែលអូនសន្សំបានប៉ុន្មានឆ្នាំនេះតាមពិតវាជាលុយសម្រាប់ធ្វើថ្លៃបណ្ដាការរបស់អូនមានតែ4-800 យន្តទេបងយកទៅចុះបើនៅមិនទាន់គ្រប់ទេរសៀលនេះអូននឹងលក់រ៉ឺម៉កកង់3ដើម្បីឲ្យបងទៀតកូនស្រីឲ្យជីវិតអូនលំបាកខ្លាំងណាស់ទៅហើយយកលុយនេះទៅឲ្យខ្ញុំអស់ចុះអូនឯងទៅថ្ងៃមុខត្រូវធ្វើម៉េចបើគ្មានបងការពីមុនដែលខំប្រឹងជួយសង្គ្រោះអូនទេអូនប្រហែលជាដាច់ពោះស្លាប់បាត់ទៅហើយបងជាអ្នកពូកែដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះ20ឆ្នាំមុនបងធ្វើបាន20ឆ្នាំក្រោយបងក៏នៅតែធ្វើបានដូចគ្នាអូនជឿជាក់លើបងសេងរបស់អូនមិនមែនជាអ្នកក្រពេញមួយជីវិតឡើយឈូបងសន្យានឹងអូនបងប្រកាសជានឹងធ្វើឲ្យអូនខ្លាចជាស្រីដែលមានសុភមង្គលបំផុតក្នុងលោកនេះបងសួរអូនមួយម៉ាត់តើពេលនេះអូននៅលីវមែនទេខ្ញុំរាល់ថ្ងៃរវល់តែនឹងរបស់របរអេតចាយខ្លួនប្រានស្អុយចេះពេញនឹងតើអ្នកណាទៅមើលឃើញខ្ញុំទៅនៅម្នាក់ឯងរហូតមកនឹងអ្នកណាថាអូនស្អុយក្នុងភ្នែកបងអូនមានតម្លៃជាងពួកអ្នកមានសម្ភារៈនិយមរាប់ម៉ឺនដងប្រាប់តាមត្រង់ចុះការពិតបងមិនបានខ្សែធនទេទ្រព្យសម្បត្តិបងពេលនេះមានដល់រាប់រយលានបងត្រឡប់មកវិញលើកនេះគឺដើម្បីសម្ដែងជាអ្នកក្រសាកល្បងចិត្តមនុស្សពួកមនុស្សក្បត់ទាំងនោះបងបានបណ្ដេញចេញអស់ហើយឈូមានតែអូនទេដែលឆ្លងកាត់ការសាកល្បងនេះឈូទុកលុយនេះឲ្យល្អបងចាំបានថាអ្នកម៉ាក់ហូបអីតែងតែយកដៃខ្ទប់មាត់ព្រោះជាថ្មិញលើកនេះបងបានយករបស់ល្អមកផ្ញើគាត់ដែរបងសេងទ្រព្យសម្បត្តិរាប់ពាន់លានរបស់បងនឹងវាមានដល់ប្រណិតនៅក្នុងទីក្រុងកំពុងតែខ្វះស្ត្រីម្នាក់មកមើលថែអូនព្រមជិះរថយន្ត Rolls-Royce ទៅជាមួយបងទេខ្ញុំព្រមសឹងគឺទោះបងទៅណាក៏ខ្ញុំព្រមទៅជាមួយបងដែរសេចក្តីស្រឡាញ់ពិតនៅលើលោកនេះមិនប្រកាន់ឋានៈឡើយមានតែចិត្តមនុស្សទេដែលប្រកាន់ថាល្អឬអាក្រក់អ្នកណាដែលមើលងាយពេលបងធ្លាក់ខ្លួនបងនឹងធ្វើឲ្យគេអស់គ្មានសល់ហើយអ្នកដែលនៅក្បែរបងពេលលំបាកបងនឹងផ្ដល់ឲ្យអូននៅជីវិតដ៏រុងរឿងជារៀងរហូតអ្នកគ្រប់គ្រងទាំងអស់នៅមុខអេក្រង់ការរងចាំរយៈពេល20ឆ្នាំនារីចិត្តល្អម្នាក់នេះតើនាងស័ក្តិសមនឹងទ្រព្យសម្បត្តិរាប់ពាន់លាននេះទេបើគិតថាស័ក្តិសមសូមជួយខមមិនថាលើស័ក្តិសមបំផុតទៅមកហើយកុំភ្លេចចុចបេះដូងឲ្យផងណា